បានបង្ហាញខ្លួនរួចរាល់នៅឡើយទៅការប្រកួតកងចេញរៀប3ទឹកបាក់ទីវត្តបង្គោលខៀវមកពីប្រទេសឥណ្ឌាសំណែនងសម្ភារបង្គោលក្រហមបាត់ពិសោធន៍ក្នុងការប្រកួតលើសង្វៀន83ដងឈ្នះ63ចាញ់18ស្មើ2និងខ្លួនដៃគូប្រកួតហើយសន្លប់របស់បង្ការប្រកួតចំនួន30ដងប្រកួតចុងក្រោយឈ្នះកីឡាករវៀតណាមដោយផ្ដួលឲ្យសន្លប់ស្រុកបាននៅខាងខេត្តកំពង់ឆ្នាំងវឹកហាត់នៅក្លឹបពុទ្ធសាសនគុណខ្មែរនៃសមាគមកីឡាប្រស៊ូមហាផ្ទៃដែលเป็นគ្រូបង្ហាត់លោកធីណារលោកស្រីអ្នកនាងកញ្ញាដែលได้ស្វាគមន៍បង្គោលក្រហមគុណខ្មែរហ៊ីវ៉ារ៉ាដៃគូរបស់ទឹកបង្គោលខៀវបានពិសោធន៍នៅក្នុងការប្រកួតលើសង្វៀន21ដងឈ្នះ17ចាញ់4មិនដែលស្មើនិងខ្លួនដៃគូប្រកួតឲ្យសន្លប់ចំនួន7ដង Ladies and gentlemen, please welcome Blue Corner from India, Peru, Antia. បាទបង្គោលខៀវ1.83ម៉ែត្របាទបាទថ្ងៃនេះបាក់ណាស់ពួនទីហើយបាទឌីនេះមែនឌីលោកមុខណាបាទឌីហាត់គុណខ្មែរបងប្អូនបានថាឌីបែរឌីលោកមុខឌីលោកនំរងទីអត់ទេបាទគាត់ហាត់គាត់ในបានបាច់គុណក៏គាត់មិនធម្មតាដែរបងប្អូនបានតាមដានហើយតែស្គាល់ទី1 round 1បាទទឹកទី1បង្គោលក្រហមធីវរិទ្ធបង្គោលខៀវហ៊ីរូមកពីខាងឥណ្ឌាបាទសម្បល់ប្រហែលគ្នាបាទធីរូនឹងខ្ពស់ជាងតែនឹងស្នងជាងបាទជួបគ្នាលើកវេទមិន63.5គីឡូក្រាមដល់ពេលពុះស្រង់ឆ្វេងយកជិតដិតជ្រៅបាទគាត់ឆ្វេងរបស់វរិទ្ធបាទតាំងខាងបងអូបង្គោលខ1 បាទជើងបាត់ហើយទីវរិទ្ធ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
Bông tóc cácประกวดเข้าไปอยู่ คนที่จับร้อนสำหรับทีมวันนั้นบางโอ้บางจะไปหาจูไว้ที่บ้านนะ